ថងនេះគឺកុចទំហំ3អ៊ីងបាទសម្រាប់ BYD E2 អញ្ចឹងឡាន BYD E2 នេះយើងមានជម្រើសតឡើងកុច1អ៊ីង8ទាំងពីរគ្រាប់នេះឬមួយក៏បាទប្រភេទនេះគឺភ្លឺខ្លាំងជាងយើងយកប្រភេទកុចធំហ្មង3អ៊ីងហើយបូក1អ៊ីង8ថែមទៀតអញ្ចឹងនេះពេលយើងបើកភ្លើងកូតមកបាទភ្លើងកូតគឺភ្លឺទាំងពីរគ្រាប់នេះអញ្ចឹងពលឺភ្លើងគឺភ្លឺខ្លាំងណាបាទប្រភេទកុច3អ៊ីងបងប្អូនធ្លាប់ប្រើគឺដឹងហើយជាមួយនឹងម៉ូដសុំភ្លើងសេរីថ្មីអញ្ចឹងណាហើយបាទភ្លើងហ្នឹងគឺមានទាំងកូតទាំងហ្វាចំពោះកន្លែងនេះវិញគឺភ្លើងសញ្ញោអញ្ចឹងភ្លើងសញ្ញោយើងអត់ផ្លាស់ប្ដូរទេនៅតុកសិនយើងតឡើងពីគូបែបនេះពលឺគឺបាទធានាថាភ្លឺច្បាស់ខ្លាំងហ្មងបាទកាត់បន្ទាត់ស្មើបាទអត់ចាំងភ្នែកអ្នកដតីទេហើយបើថាភ្លើងហ្វាវិញគឺជះទៅខ្លាំងបាទមានភ្លើងជំនួយបន្ថែមនៅកណ្ដាលថែមទៀតខាងក្នុងនេះប្រព័ន្ធភ្លើងដែលយើងសេរីកម្ពស់គឺនៅដំណើរការបានធម្មតាអញ្ចឹងណាបាទសេរីកម្ពស់ភ្លើងឡើងចុះអានេះគឺប្រព័ន្ធសិនអត់បាត់បង់អត់ប៉ះពាល់ទេបងប្អូនបាទនៅដំណើរការបានជាធម្មតាបាទបងប្អូនបើកក្នុងក្រុងយើងតម្លាក់ទៀបមកបាទដល់ពេលយើងបើកផ្លូវឆ្ងាយគឺយើងតម្លើងរៀងខ្ពស់តិចមកបាទទៅតាមទម្ងន់យើងជិះផងដែរអញ្ចឹងណានិយាយស្រួលបាទអញ្ចឹងភ្លើងចាស់ភ្លើង LED ដែរប៉ុន្តែភ្លឺសោយបាទបងប្អូនតម្លើងភ្លើងកុចថ្មីនេះធានាថាភ្លឺច្បាស់ល្អ